សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺយើងនឹងធ្វើការសង្ខេបសាច់រឿង Dragon Ball Super នៅក្នុងអេពីសូតទី2តែមុននឹងចូលវីដេអូរបស់យើងខ្ញុំសូមចាត់គ្នាយើងជួយចុច like ម្នាក់មួយផងនៅក្នុងអេពីសូតមុនគូគូបានធ្វើការប្រយុទ្ធគ្នាជាមួយនឹង Beru ដោយបច្ចុប្បន្ននេះគូគូយើងពិតជាចង់ធ្វើសមត្ថភាពរបស់ខ្លួនកើនឡើងអាចប្រែខ្លួនហើយជា Super Saiyan God យើងមើល Vegeta ពិតជាខឹងតូចចិត្តជាមួយនឹងសមត្ថភាពរបស់ខ្លួនឯងខ្លាំងមែនទែនហើយអ្វីបានជាសមត្ថភាពរបស់ខ្លួនមិនដល់គូគូកំឡុងពេលហ្នឹងខ្លួនក៏បានដឹងថាមាននរណាគេម្នាក់ដូចជានៅពីក្រោយខ្នងរបស់ខ្លួននៅពេលដែលខ្លួនកលេចមើលដូចជាគ្មានឃើញទាល់សោះ Beru បានបញ្ញា Vegeta របស់យើងទៅធ្វើ Vegeta ហ្នឹងរៀងភ័យស្លន់ស្លោដែរហ្នឹង Vegeta ក៏នៅឃើញ Beru ពិតជាខឹងខ្លាំងណាស់ក៏សម្រាប់ចូលជាមួយនឹងល្បឿនរបស់គេយ៉ាងលឿនក៏ប៉ុន្តែគ្រាន់តែការសម្លឹងរបស់ Beru ធ្វើ Vegeta របស់យើងក្រាបទៅនឹងដី Vegeta បានសម្លឹងមើល Beru ក៏បាននឹកឃើញអំពីអតីតកាលរបស់ខ្លួនក្នុងពេលហ្នឹង Beru បានជន់ក្បាលរបស់ពុករបស់ Vegeta កាលពី Vegeta នៅក្មេង Vegeta បានលួចមើលដឹងពីអ្វីគ្រប់បែបយ៉ាងមូលហេតុដែល Beru យើងធ្វើបែបនេះក៏ដោយសារតែ King Vegeta របស់យើងហ្នឹងគឺមិនបានគ្រប់មកកាន់ខ្លួនដែលត្រូវជាព្រះបំផ្លាញលោកកំឡុងពេលហ្នឹងប៊ូលម៉ារបស់យើងក៏បានបង្ហាញខ្លួនក៏ឆ្ងល់ដែរហេតុអ្វីបានជា Vegeta ក្រានទៅនឹងដីពីក៏បានណែនាំឈ្មោះរបស់ពួកគេទាំងពីរបោទៅកាន់ប៊ូលម៉ាបានដឹងមើលទៅការអ្នកទាំងពីរពិតជា respect ទៅកាន់ប៊ូលម៉ារបស់យើងខ្លាំងមែនទែនប៊ូលម៉ាក៏បានណែនាំពួកគេទាំងពីរនាក់ឲ្យទៅកាន់មិត្តភ័ក្តិរបស់ខ្លួនឲ្យបានស្គាល់កំឡុងពេលហ្នឹងខូរៀនរបស់យើងក៏បានយកចំណែកហាជាច្រើនយកមកឲ្យទៅកាន់អ្នកទាំងពីរភ្លក់ពេលនោះក៏បានស៊ី Vegeta របស់យើងក៏រៀងភ័យដែរតែពេលហ្នឹងស៊ីមិនឆ្ងាញ់ផែនដីនៅប្រកាសជាខ្ទេចជាមិនខានខពីការរបស់ទុកពេលនោះក៏បានសេជំទាវខ្លាំងថាម្ហូបនេះពិតជាឆ្ងាញ់ណាស់ហើយតែបែបនេះហើយ Vegeta របស់យើងក៏បានយកនំនោះយកមកឲ្យ Beru របស់យើងយកមកភ្លក់សាជាថ្មីម្ដងទៀតស្រាប់តែពេលហ្នឹងក៏មានទឹកមកផ្ទាល់ជាមកកាន់ Beru ហេតុបែបនេះហើយ Vegeta របស់យើងភ័យខ្លាំងណាស់ស្នាដៃនេះគឺជាស្នាដៃរបស់កូនរបស់ខ្លួនហេតុបែបនេះហើយពួកគេក៏បានធ្វើការសុំទោសហើយក៏រត់ចាក់ចេញទៅទុកមុខ Beru របស់យើងដូចជាមិនសូវល្អប្រហែលនោះទេហើយក៏បញ្ជាក់ថាពលរបស់ខ្លួនសាយពីពេញហ្នឹងហើយតែឃើញ Beru របស់យើងខឹងខ្លាំង Vegeta របស់យើងក៏បានធ្វើការចាប់មកមួយយ៉ាងធំបានធ្វើមហូបដើម្បីឲ្យ Beru របស់យើងបានភ្លក់កំឡុងពេលហ្នឹង Beru ក៏បានចាប់អារម្មណ៍ទៅលើចំហួយរបស់ Majin Buu របស់យើងកំពុងតែញ៉ាំ Majin Buu ហើយតែមិនចង់ឲ្យក៏បានយកដារបស់ខ្លួនលិតពេញហ្នឹងដោយបែបហ្នឹងហើយការប្រកួតរបស់អ្នកទាំងពីរក៏បានចាប់ផ្ដើមBeru បានចាប់ Majin Buu របស់យើងឡើងកវលខ្ញាល់ពេញហ្នឹងប៉ុន្តែប៉ុណ្ណោះក៏បានកម្មដាក់ស្មីមួយទំហឹងទៅកាន់ Majin Buu របស់យើងទៀតចូលសមុទ្រតែម្ដងថាមពលមួយនេះសឹងតែធ្វើឲ្យកប៉ាល់ទាំងមូលនឹងស្លាប់ទៅហើយមនុស្សគ្រប់គ្នានៅលើទូសឹងតែភ្ញាក់ផ្អើលពីសមត្ថភាពរបស់ Beru ថាអាប៉ែហ្នឹងគឺជានរណាគេហ៎ Beru បានស្រែទៅកាន់ Vegeta របស់យើងមួយទំហឹងហើយខ្ញុំសូមណែនាំព្រះមេទៀតដែលមានឈ្មោះថា Dende ដែលមានរូបរាងដូចជា Piccolo របស់យើងអញ្ចឹង Majin Buu ក៏បានស្ទុះចេញពីលើទឹករួចហើយក៏បានប្រើប្រាស់ល្បឿនរបស់គេយ៉ាងលឿនធ្វើការចូលទៅពីប្រហារទៅកាន់ Beru តែត្រូវបាន Beru របស់យើងវាយមួយទៅមកមានតែវីរបស់យើងតែប៉ុណ្ណោះដែលមិនចាប់អារម្មណ៍អ្វីនោះទេខ្លួនចាប់អារម្មណ៍តែអាហារនៅចំពោះមុខតែប៉ុណ្ណោះ Goten ជាមួយនឹងរ៉ានរបស់យើងក៏បានប្រើប្រាស់ស្នេហ៍រូបបញ្ចូលរបស់គេដែលធ្វើឲ្យរូបរាងកាយរបស់គេប្រែទៅជារូបរាងកាយមនុស្សតែម្នាក់ Goten ជាមួយនឹងរ៉ានក៏បានធ្វើការវិបហារកាន់ Beru តែ Beru របស់យើងដូចគ្មានឈឺទាល់តែសោះ Beru ប្រើតែម្រាមដៃពីរតែប៉ុណ្ណោះក៏គៀបទៅកាន់ពីរនាក់គេហ្នឹងវិនឹងបាក់ដៃទៅហើយហើយតែជាក្មេង Beru របស់យើងបានត្រឹមតែកម្រាមទៅកាន់ពួកគេទាំងពីរតែប៉ុណ្ណោះមិនតែប៉ុណ្ណោះក៏បានវាយដៃអ្នកទាំងពីរឡើងប៉ោងដោយគ្រាប់បាល់អញ្ចឹងហេតុបែបនេះហើយ18 Piccolo ជាមួយនឹង Tenshinhan ក៏បានធ្វើការចូលទៅពីប្រហារទៅកាន់ Beru របស់យើង Beru របស់យើងគេសឹងតែមិនមើលតែត្រឹមតែចំហាយតែប៉ុណ្ណោះក៏បានរុញអ្នកទាំងពីរឡើងប៉ោងទៅមួយកន្លែងចំណែក Majin Buu របស់យើងនេះវិញក្រោយពីបែបនេះហើយខ្លួនខឹងជាខ្លាំងក៏ស្ទួយជាមួយនឹងរបស់គេលៀនធ្វើការចូលទៅពីប្រហារទៅកាន់ Beru របស់យើងគ្មានបញ្ហានោះទេចំណែក Dende របស់យើងក៏បានដឹងថាម្នាក់នេះគឺជាព្រះបំផ្លាញលោកគឺ Beru ចំណែក Gohan ក៏បានស្ទួយជាមួយនឹងរបស់គេយ៉ាងលឿនធ្វើការចូលទៅពីប្រហារទៅកាន់ Beru តែត្រូវបាន Beru របស់យើងខ្វាយទៀតទៅមួយកន្លែង Vegeta ឃើញមិត្តភក្តិរបស់ខ្លួនត្រូវបែបនេះខ្លួនក៏ខឹងជាខ្លាំងក៏បានប្រើ Super Saiyan របស់ខ្លួនធ្វើការចូលទៅពីប្រហារទៅកាន់ Beru តែខ្លួនមិនសូវជាហ៊ានប្រមាណនោះទេត្រូវបាន Beru របស់យើងប្រើតែម្រាមមួយទៅម្ដងដែលធ្វើ Vegeta របស់យើងខ្ពប់ទៅនឹងដីមើលទៅកាន់ Beru របស់យើងចង់បង្ហាញអំពីអំណាចរបស់ខ្លួននៅកាន់មនុស្សគ្រប់គ្នានៅលើទូកហ្នឹងរៀបនឹងធ្វើការបាញ់ទៅកាន់ Vegeta របស់យើងទៅហើយតែត្រូវបានមូលម៉ារបស់យើងធ្វើការចូលមកផ្ទះភ្លៀងទៅកាន់ Beru ហើយក៏បានស្ដីឲ្យទៅកាន់ Beru យ៉ាងមួយទំហឹងហើយស៊ីបាយបើគេហើយធ្វើច្រឹកចឹងណា Beru ក៏បានផ្ទះភ្លៀងរបស់មូលម៉ារបស់យើងត្រូវមួយដៃតែក៏ប៉ុន្តែមូលម៉ារបស់យើងដូចជាមិនសូវអីប្រហែលនោះទេ Vegeta ឃើញបែបនេះខឹងជាខ្លាំងខ្លួនក៏បានបញ្ចេញ Super Saiyan កម្រិតទី2របស់គេបញ្ចេញតែម្ដង Vegeta បានស្ទុះជាមួយនឹងរបស់គេលៀនធ្វើការចូលទៅកាន់ Beru ការ
ខ្ទៀតបែបនេះបានផ្ដល់ឱកាសជាច្រើនឲ្យវិជាតារបស់យើងវាទៅកាន់បែរូរបស់យើងនៅក្រោមបាតសមុទ្រនិយាយទៅលើបឿរបស់ពួកគេទាំងពីរលឿនខ្លាំងមែនទែនដែលធ្វើឲ្យយើងនឹងមើលនឹងផ្នែកមើលមិនឃើញនោះទេដោយឃើញថាបែរូរបស់យើងគ្មានបញ្ហាវិជាតារបស់យើងក៏បានប្រើប្រាស់កម្មរស្មីឡាស៊ែវាបង្ហាញទៅកាន់បែរូមួយទំហឹងក៏ប៉ុន្តែសម្រាប់ការវិបង្ហាញបែបហ្នឹងបែរូរបស់យើងគ្មានបញ្ហានោះទេត្រឹមតែមេរៀនមួយតែប៉ុណ្ណោះដែលធ្វើវិជាតារបស់យើងទៅចុះក្រោមបែរូបានប្រើមនុស្សគ្រប់គ្នានៅលើទូនេះឲ្យបានដឹងថាខ្លួនមកលើភពផែនដីនេះទី1ចង់ជួបជាមួយនឹង Super Saiyan God ទី2ហ្នឹងគឺថាមកបង្ហាញនៅលើផែនដីនេះគឺឆ្ងាញ់ណាស់បែរូបានហៅអូឡូរបស់យើងឲ្យមកលេងប៉ាវស៊ីងសុងជាមួយនឹងគេហើយអូឡូរបស់យើងបានប៉ាវចានជាមួយនឹងបែរូដែលបែបនេះហើយបែរូរបស់យើងត្រូវតែបំផ្លាញភពផែនដីនេះចោលតែម្ដងបែរូរបស់យើងបានធ្វើការបញ្ចេញតុំថាមពលរបស់ខ្លួនយ៉ាងធំសម្បើមតែហេតុបែបហ្នឹងហើយមនុស្សគ្រប់គ្នានៅលើទូនោះចាប់ផ្ដើមភ័យខ្លាចអត់សង្ឃឹមជាមួយនឹងបែរូខ្លាំងមែនទែនលើតែសម្លេងក៏យើងដឹងថាម្នាក់នេះគឺជានរណាទៅហើយតែក្តីសង្ឃឹមរបស់យើងគឺពឹងពាក់ទៅលើគូគូយើងនឹងឯងដើម្បីប្រយុទ្ធគ្នាជាមួយនឹងបែរូដោយគូគូបានសូមបែរូរបស់យើងទៅឱកាសទៅឲ្យពួកគេដើម្បីបញ្ចេញសមត្ថភាព Super Saiyan God ក្រោយមកទៀតគូគូក៏បានយក Dragon Ball ជាច្រើនទៅធ្វើការប្រគំធ្វើឲ្យស្ដេចអ្នកសែឡុងបង្ហាញខ្លួនរួចហើយក៏បានសាកសួរព័ត៌មានតាក់ទងជាមួយនឹង Super Saiyan God ស្ដេចអ្នកសែឡុងរបស់យើងគ្រាន់តែឃើញបែរូក៏រៀងកោតខ្លាចព្រមទាំងគោរពទៅកាន់បែរូដែរបន្ទាប់ពីទទួលបានចម្លើយហើយមនុស្សគ្រប់គ្នាដែលជាស្រះ Super Saiyan ក៏បានធ្វើការរួមបញ្ចូលថាមពលរបស់គេបញ្ជូនទៅកាន់ Goku តែវាមើលទៅដូចជាគ្មានប្រយោជន៍ទាល់តែសោះចំណែកវារបស់យើងក៏បានប្រាប់ថាខ្វះម្នាក់ទៀតហើយតែបែបនេះហើយបែរូរបស់យើងត្រូវតែបំផ្លាញភពផែនដីចោលតែម្ដងវីឌីដែលត្រូវជាប្រពន្ធរបស់ Gohan ក៏បានបង្ហាញខ្លួននាងក៏បាននិយាយថានាងមានកូនរបស់នាងម្នាក់ទៀតដែលនៅក្នុងផ្ទៃរបស់នាងដែលត្រូវជាស្រះរបស់ Super Saiyan លើដូច្នេះគ្រប់គ្នាមិនចាប់អាឲ្យអខ្លាំងមែនទែនហើយដូច្នេះហើយអ្នកទាំង5ដែលនៅពីក្រោយខ្នងរបស់ Goku ក៏ចាប់ផ្ដើមបញ្ចេញថាមពលរបស់គេធ្វើការបញ្ចូលទៅកាន់ Goku មិនគួរឲ្យជឿរសសូម្បីតែកូនក្មេងដែលនៅក្នុងផ្ទៃរបស់វីនេះក៏អាចបញ្ចេញថាមពល Super Saiyan ដែរចំហាថាមពលនៃ Super Saiyan ដែលធ្វើទីតាំងនៅកន្លែងនោះប្រែទៅជាពណ៌លឿងតែម្ដងក្តីសង្ឃឹមគ្រប់យ៉ាងមនុស្សគ្រប់គ្នាពឹងពាក់ទៅលើ Goku យើងនឹងឯងចំហាថាមពលកាមេរ៉ាសម័យនេះក៏បានចាញ់ចាំងពេញមេឃតែម្ដងមិនយូរប្រហែលថាមពលរបស់អ្នកទាំង5ក៏បានធ្វើការរួមបញ្ចូលនៅក្នុងខ្លួនរបស់ Goku តែម្នាក់ដល់ពេលហ្នឹងយើងបានឃើញរូបរាងថ្មីរបស់ Goku ដែលត្រូវជាទម្រង់ Super Saiyan God ដែលមានសក់ពណ៌ក្រហមយើងមើល Goku របស់យើងទៅមើលទៅដូចជា Steel Cat តែម្ដងដូច្នេះការប្រកួតរបស់ពួកគេទាំងពីរក៏បានចាប់ផ្ដើមជាមួយនឹងលេបឺរបស់ Goku យើងគឺលឿនជាងមុនសូម្បីតែខ្លួនគេផ្ទាល់នោះក៏មិននឹកស្មានថាលេបឺរបស់គេលឿនដល់ថ្នាក់ហ្នឹងដែរថាមពលលើការមេហាស្ថិតនៅក្នុងទំនងបែបនេះពិតជាអស្ចារ្យខ្លាំងមែនទែនដែលធ្វើឲ្យញ៉ៃទឹកញ៉ៃដីអត់លេងហើយគ្រាន់តែចំហាយនៃការបំផ្ទុះរបស់វាសឹងតែធ្វើឲ្យទុកយៈមួយនឹងញ័រហើយមួយដែររបស់ Goku ខ្លាំងមែនទែនតែបើរូទោតបានយ៉ាងស៊ីផុយ Goku ក៏ស្ទុះជាមួយលើរបស់គេចូលទៅវាបែការវាយរបស់ Goku មួយក៏ប៉ុន្មានតែបើនិយាយពីកម្លាំងវិញគឺខ្លាំងអស្ចារ្យហើយអ្នកដែលនៅខាងក្រោមមើលមិនដូចជាយើងមើលឃើញមួយនោះទេ Goku ព្យាយាមក្នុងការវាយទៅកាន់បែរូមើលដៃរបស់បែរូធ្វើ Goku រៀងចុកចាត់ដែរបែរូបានវាយប្រមាណដែរតម្លាក់ Goku មកខាងក្រៅមួយដៃនេះវាធ្វើ Goku របស់យើងវិលខ្ញាល់ Goku ក៏បានស្ទុះជាមួយលើរបស់គេសាជាថ្មីវាយទៅកាន់បែរូការវាយរបស់បែរូរបស់យើងមួយក៏ប៉ុណ្ណែនប៉ុន្តែ Goku របស់យើងទប់សឹងតែមិនជាប់តែបែបនេះហើយបែរូក៏បានប្រើប្រាស់ថាមពលដុំដូចជាព្រះអាទិត្យវាបង្ហាញទៅកាន់ Goku មានតែយកដៃទាំងសងខាងយកមកទប់ទល់តែប៉ុណ្ណោះដុំថាមពលយ៉ាងធំនោះសឹងតែធ្វើឲ្យទីតាំងនៅកន្លែងនោះផ្ទុះខ្ទេចខ្ទីទៅហើយ Goku ក៏ចាប់ផ្ដើមបញ្ចេញថាមពលសាយារបស់គេបូររួមជាមួយនឹងចំហាយរន្ទះត្រូវមួយដែរនេះបែរូក៏ស្ទុះចូលទៅវាយវិញប៉ុន្តែត្រូវបាន Goku របស់យើងចាប់ជាប់ហើយបានប្រើម្រាមដៃរបស់ខ្លួនធ្វើការខ្ទាត់ក្បាលរបស់បែរូពិតជាខឹងនៅពេលដែលឃើញ Goku របស់យើងឌឺទៅកាន់គេមើលទៅលើក្បាលរបស់បែរូជាប់ដោយស៊ីក្បាលមករុំថ្មអញ្ចឹង Goku ស្រែកមកវាស់បញ្ចេញថាមពលរបស់គេរួចហើយក៏ចូលទៅវាប្រហារទៅកាន់បែរូពិតជាមិនគួរឲ្យជឿដែលបែរូរបស់យើងចាប់ផ្ដើមរៀងភ័យស្និទ្ធស្លាប់បណ្ដាហើយអ្នកទាំងពីរក៏បានធ្វើការប៉ះទង្គិចគ្នាម្ដងទៀតដែលបានឃើញថា Goku វាយបែរូរបស់យើងបើទៅមួយចម្ងាយមានបញ្ហាក៏ស្ទុះចូលជាមួយលើរបស់អ្នកទាំងពីរវាយគ្នាដើរទៅវិញទៅមកដោយសងសឹកទៅកាន់ Goku ដុំបាល់យ៉ាងធំរបស់បែរូត្រូវបាន Goku យើងច្បាច់ចូលស្រូបចូលក្នុងដៃតែម្ដងការប្រយុទ្ធរបស់ពួកគេទាំងពីររៀងស្វាខ្វាងដែរចំណែកកូថារបស់យើងមើលពីចម្ងាយក៏បានឃើញពីទស្សនវិជ្ជាទាំងអស់បែរូស្ទុះជាមួយនឹងល្បឿនយ៉ាងលឿនទះប្រមាណដៃត្រូវ Goku ឡើងទៅលើវាមិនមែនជាការទះធម្មតានោះទេវាក៏បន្ថែមជាមួយនឹងថាមពលឡាស៊ែដែរបែរូបានឡើងអង្គុយលើខ្លួនរបស់ Goku រួចហើយក៏បានប្រើប្រាស់ខណ្ឌដៃរបស់គេទាំងសងខាងធ្វើការវាដំទៅកាន់ Goku បានប្រើក្បាលរបស់គេបោកមួយទំហ
ហឹងថែមប្រមាណដៃក៏ប៉ុន្តែបើរូរបស់យើងក៏បានធ្វើការលោទៅបោកទៅកាន់គូគូរបស់យើងម្ដងហើយម្ដងទៀតប៉ាំងទៅលើលំហអាវកាបែរូក៏បានប្រើប្រាស់ធម្មពលអ្វីមួយដែលយើងមើលទៅដូចជាក្របបាល់អញ្ចឹងគ្រាន់តែវាមើលទៅដូចជាកាឡាក់ស៊ីមិនទេដឹងត្រឹមថាធម្មពលមួយគ្រាប់ហ្នឹងគឺខ្លាំងមែនតើត្រឹមតែមួយគ្រាប់វាតែប៉ុណ្ណោះក៏អាចបំផ្លាញភពមួយបានទៅហើយតែឃើញធម្មពលបែបនេះគូគូក៏បានស្ទុះទប់ទល់ជាមួយនឹងធម្មពលហ្នឹងតែម្ដងតែនរណាតែដឹងថាបែរូរបស់យើងមានធម្មពលក្របបាល់តូចៗហ្នឹងច្រើនយ៉ាងនេះមិនលាក់បាំងនោះទេធម្មពលទាំងអស់ហ្នឹងគឺមានឈ្មោះថា Hakai Energy Orobi គ្រាន់តែ Hakai ទាំងអស់ហ្នឹងគឺវាមិនស្ថិតនៅក្នុងទម្រង់ពេញលេញនោះទេ Hakai រាប់រយពាន់ក៏បានសម្រុកចូលចំណែកគូគូរបស់យើងមានតែប្រើប្រាស់ការមេមេហាតែប៉ុណ្ណោះការមេមេហារបស់គូគូមិនអស់នោះទេ Hakai ទាំងអស់ហ្នឹងក៏បានផ្ទុះលាយឡំជាមួយនឹងធម្មពលការមេមេហាឆ្លៀតពេលដែលគូគូយើងចោះសើយបែរូមិនបានចាប់អារម្មណ៍ក៏បានយកដៃរបស់គេចាយទម្លុះទៅកាន់គូគូតែម្ដងហេតុបែបនេះហើយធ្វើឲ្យរាងកាយគូគូបានធ្លាក់ចូលទៅក្នុងសមុទ្រសាទីថ្មីតែហេតុតែជាតួឯកប្ររបស់យើងទៅហើយមិនងាយស្រួលក្នុងការស្លាប់ប្រមាណនោះទេក៏បញ្ចេញថាពលរបស់គេព្យាបាលរាងកាយរបស់គេឡើងវិញអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ឧបត្ថម្ភមកដល់រូបខ្ញុំដើម្បីឲ្យខ្ញុំនឹងទិញឧបករណ៍មួយចំនួនដើម្បីយកមកធ្វើការសម្រាយរឿងឲ្យបានលឿនហាវីដេអូនឹងវែងជាងមុនហើយចេញលឿនជាងមុនហើយវីដេអូកាត់បន្ថយសម្លេងរ៉ែសម្លេងរងសម្លេងរំខានអីហ្នឹងក៏អាចជួយមកដល់ជីថវិការបស់ខ្ញុំតិចតួចយ៉ាងណាក៏ដោយតាមរយៈ QR code នៅខាងលើបើមិនចេះនោះទេគឺអាចលីងនៅខាងក្រោមហ្នឹងងាយស្រួលក្នុងការចុចចូលតែម្ដង